មន្ទីរបច្ចុប្បន្នបានអនុម័តការផ្តល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែនដោយទុកការសម្រេចចិត្តចុងក្រោយឲ្យលោក Trump យោងតាមការចេញផ្សាយពី CNN នៅថ្ងៃទី10វិច្ឆិកានេះថាមន្ទីរបច្ចុប្បន្នបានផ្ដល់ភ្លើងខៀវដល់សេតវិមានដើម្បីផ្ដល់មីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយដល់អ៊ុយក្រែនបន្ទាប់ពីវាតម្លៃថាវានឹងមិនប៉ះពាល់អវិជ្ជមានដល់ស្តុកអាវុធរបស់សហរដ្ឋអាមេរិកទេដោយទុកការសម្រេចចិត្តនយោបាយចុងក្រោយនៅក្នុងដៃរបស់ប្រធានាធិបតី Donald Trump នេះបើយោងតាមមន្ត្រីអាមេរិកនិងអឺរ៉ុប3នាក់ដែលស្គាល់បញ្ហានេះលោក Trump បាននិយាយកាលពីដើមខែនេះក្នុងអំឡុងពេលអាហារថ្ងៃត្រង់ជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នៅសេតវិមានថាលោកមិនចង់ផ្ដល់មីស៊ីលដល់អ៊ុយក្រែនទេពីព្រោះយើងមិនចង់ផ្ដល់របស់របរដែលយើងត្រូវការដើម្បីការពារប្រទេសរបស់យើងទេមន្ត្រីសេតវិមានបានជូនដំណឹងទៅសេតវិមានអំពីការវិតម្លៃរបស់ខ្លួនកាលពីដើមខែនេះមុនពេលលោក Trump បានជួបជាមួយលោក Zelensky ដែលបានជំរុញឲ្យមីស៊ីលកំណត់គោលដៅរោងចក្រប្រេងនិងថាមពលប្រកបដោយប្រសិទ្ធភាពជាងមុននៅក្នុងប្រទេសរុស្ស៊ីមីស៊ីល Tomahawk មានចម្ងាយប្រហែល 1000 ម៉ែត្រការវិតម្លៃនេះបានលើកទឹកចិត្តដល់សម្ព័ន្ធមិត្តអឺរ៉ុបរបស់សហរដ្ឋអាមេរិកតែជឿថាសហរដ្ឋអាមេរិកឥឡូវនេះមានលេសតិចជាងមុនក្នុងការមិនផ្ដល់មីស៊ីលមន្ត្រីអឺរ៉ុបពីររូបបាននិយាយលោក Trump ក៏បាននិយាយប៉ុន្មានថ្ងៃមុនពេលជួបជាមួយលោក Zelensky ថាសហរដ្ឋអាមេរិកមាន Tomahawk ជាច្រើនដែលខ្លួនអាចផ្ដល់ឲ្យអ៊ុយក្រែនដូច្នេះមន្ត្រីអាមេរិកនិងអឺរ៉ុបមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលលោក Trump បានផ្លាស់ប្ដូរជំហររបស់លោកយ៉ាងខ្លាំងនៅថ្ងៃក្រោយមកដោយបាននិយាយក្នុងអំឡុងពេលថ្លែងសុន្ទរកថាបើកិច្ចប្រជុំអាហារថ្ងៃត្រង់ជាមួយលោក Zelensky ថាសហរដ្ឋអាមេរិកត្រូវការមីស៊ីល Tomahawks បន្ទាប់មកលោកបានប្រាប់លោក Zelensky ដោយសម្ងាត់ថាសហរដ្ឋអាមេរិកនឹងមិនផ្គត់ផ្គង់មីស៊ីលទាំងនោះទេយ៉ាងហោចណាស់ក៏មិនទាន់មានដែរការសម្រេចចិត្តរបស់លោក Trump បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោកបាននិយាយតាមទូរស័ព្ទទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin តែបានប្រាប់លោក Trump ថាមីស៊ីល Tomahawks អាចវាយប្រហារទីក្រុងធំៗរបស់រុស្ស៊ីដូចជាទីក្រុងមូស្គូនិងទីក្រុង Petersburg និងមិនមានផលប៉ះពាល់គួរឲ្យកត់សម្គាល់លើសមរភូមិនោះទេប៉ុន្តែនឹងធ្វើឲ្យខូចទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងរុស្ស៊ីនេះបើយោងតាមការចុះផ្សាយរបស់ CNNសេតវិមានមិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយទេប្រភពពីមុនបានប្រាប់ CNN ថាលោក Trump មិនទាន់បានដកមីស៊ីលចេញពីទឹកចរចាទាំងស្រុងនៅឡើយទេហើយរដ្ឋបាលបានរៀបចំផែនការដើម្បីផ្គត់ផ្គង់មីស៊ីលទាំងនោះដល់អ៊ុយក្រែនយ៉ាងឆាប់រហ័សប្រសិនបើលោក Trump ចេញបញ្ជាលោក Trump ក៏បានខកចិត្តយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយសារតែលោក Putin ព្រមពិចារណាយ៉ាងហ្មត់ចត់អំពីកិច្ចចរចាសន្តិភាពតែលោកបានអនុម័តទុនកម្មថ្មីរបស់សហរដ្ឋអាមេរិកលើក្រុមហ៊ុនប្រេងរបស់រុស្ស៊ីកាលពីសប្តាហ៍មុននឹងបានលុបចោលសម្រាប់ពេលនេះកិច្ចប្រជុំដែលបានគ្រោងទុកជាមួយលោក Putin នៅទីក្រុង Budapest ដើម្បីពិភាក្សាអំពីអ៊ុយក្រែនមន្ត្រីបាននិយាយថាខណៈដែលមន្ទីរបច្ចុប្បន្នមិនមានការព្រួយបារម្ភអំពីស្តុកអាវុធទេមន្ត្រីការពារជាតិអាមេរិកនៅតែកំពុងដោះស្រាយជាមួយនឹងរបៀបដែលអ៊ុយក្រែននឹងហ្វឹកហាត់និងដាក់ពង្រាយមីស៊ីលប្រភពបានបន្ថែមថានៅមានបញ្ហាប្រតិបត្តិការជាច្រើនតែត្រូវដោះស្រាយសម្រាប់អ៊ុយក្រែនដើម្បីអាចប្រើប្រាស់មីស៊ីលបានប្រកបដោយប្រសិទ្ធភាពសំណួរដ៏លេចធ្លោមួយគឺថាតើអ៊ុយក្រែននឹងបាញ់មីស៊ីលយ៉ាងដូចម្តេចប្រសិនបើសហរដ្ឋអាមេរិកផ្ដល់ឲ្យពួកគេមីស៊ីល Tomahawksភាគច្រើនត្រូវបានបាញ់ចេញពីនាវាលើដីឬនាវាមុជទឹកប៉ុន្តែកងទ័ពជើងទឹកអ៊ុយក្រែនត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដូច្នេះមីស៊ីលទំនងជាត្រូវបាញ់ចេញពីដីកងម៉ារីននិងកងទ័ពបានបង្កើតឧបករណ៍បាញ់បង្ហោះដែលមានមូលដ្ឋានលើដីដែលអាចផ្ដល់ឲ្យអ៊ុយក្រែនប៉ុន្តែទោះបីជាសហរដ្ឋអាមេរិកមិនចង់ផ្ដល់ឧបករណ៍បាញ់បង្ហោះក៏ដោយមន្ត្រីអឺរ៉ុបជឿថាអ៊ុយក្រែនអាចរកវិធីដោះស្រាយបានមន្ត្រីម្នាក់បានចង្អុលបង្ហាញថាវិស្វករអ៊ុយក្រែនអាចបង្កើតវិធីដោះស្រាយដើម្បីប្រើប្រាស់មីស៊ីល Storm Shadow តែផ្ដល់ដោយចក្រភពអង់គ្លេសដែលដើមឡើយត្រូវបានរចនាឡើងដើម្បីប្រើប្រាស់ដោយយន្តហោះ NATO ទំនើបហើយត្រូវបញ្ចូលទៅក្នុងកងយន្តហោះចម្បាំងចាស់សម័យសូវៀតរបស់អ៊ុយក្រែននៅក្នុងការបង្ហោះមួយនៅលើអិចកាលពីដើមសប្តាហ៍នេះលោក Zelensky បាននិយាយថាអ៊ុយក្រែនសង្ឃឹមថានឹងពង្រីកសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់ខ្លួននៅចុងឆ្នាំនេះដើម្បីឲ្យសង្គ្រាមអាចបញ្ចប់គឺដោយយុទ្ធធម៌គូសម្រាប់ប្រទេសលោកបានសរសេរថាទុនកម្មសកលនិងភាពជាក់លាក់របស់យើងដើម្បីបញ្ចប់សង្គ្រាមនេះដោយយុទ្ធធម៌សម្រាប់អ៊ុយក្រែនគោលដៅវាយប្រហារជ្រៅទាំងអស់ត្រូវតែចាក់សោយ៉ាងពេញលេញនៅចុងឆ្នាំនេះរួមទាំងការពង្រីកទីតាំងរយៈចម្ងាយឆ្ងាយរបស់យើង